ទាំងនេះគឺជាអាចកំបាំងធំទាំង7នៃមហាសមុទ្រអាត្លង់តិកដែលមនុស្សមួយចំនួនមិនសូវបានដឹងមហាសមុទ្រអាត្លង់តិកមិនត្រឹមតែជាផ្លូវទឹកដ៏សំខាន់ដែលបែងចែកទ្វីបអាមេរិកពីទ្វីបអឺរ៉ុបនិងអាហ្វ្រិកប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកន្លែងពោពេញទៅដោយរឿងរ៉ាវប្រវត្តិសាស្ត្រធម្មជាតិដ៏អស្ចារ្យនិងបាតុភូតប្លែកៗផងដែរខាងក្រោមនេះគឺជាការបកស្រាយលម្អិតអំពីចំណុចពិសេសទាំង7របស់មហាសមុទ្រនេះមួយជាមហាសមុទ្រដែលកើតឡើងក្រោយគេប៉ុន្តែមានទំហំធំលំដាប់ទី2នៅលើផែនដីទោះបីជាយើងមើលទៅវាហាក់បីដូចជាមានតាំងពីយូរលង់ណាស់មកហើយក្តីប៉ុន្តែតាមការសិក្សាពុទ្ធកោសាសអាត្លង់តិកគឺជាមហាសមុទ្រដែលកើតក្រោយគេក្នុងចំណោមមហាសមុទ្រធំទាំង5វាកើតឡើងនៅពេលដែលមហាទ្វីបផេងហ្គាបានប្រេះចេញពីគ្នារយៈពេល150លានឆ្នាំមុនទោះបីជាវាក៏កើតក្រោយគេពិតមែនប៉ុន្តែវាគ្របដណ្ដប់ផ្ទៃដីរហូតដល់ 20% នៃផ្ទៃដីសរុបរបស់ផែនដីដែលធ្វើឲ្យវាក្លាយជាមហាសមុទ្រធំទី2បន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិកទី2វាគឺជាសមុទ្រដែលមានកំហាប់ជាតិប្រៃខ្លាំងជាងគេបំផុតបើសិនជាអ្នកធ្លាប់ភ្លក់ទឹកសមុទ្រនៅកន្លែងផ្សេងអ្នកប្រហែលជាមិនចាប់អារម្មណ៍ទេប៉ុន្តែតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រមហាសមុទ្រអាត្លង់តិកគឺជាមហាសមុទ្រដែលប្រៃជាងគេបំផុតកម្រិតជាតិប្រៃជាមធ្យមនៅលើផ្ទៃលើចន្លោះពី 3.3% ទៅ 3.7% ភាពប្រៃនេះបណ្ដាលមកពីកត្តាភូមិសាស្ត្រកត្តាអាកាសធាតុដែលធ្វើឲ្យមានការហួតទឹកមានកម្រិតខ្ពស់ខណៈដែលបរិមាណទឹកសាបហូរចូលមិនអាចបន្សាបជាតិប្រៃច្រើនដោយមហាសមុទ្រដទៃទៀតឡើយ3ឈ្មោះរបស់វាមានប្រភពមកពីទេវកថារបស់ក្រិកឈ្មោះអាត្លង់តិកមិនមែនកើតឡើងដោយចៃដន្យប៉ុន្តែវាមានឫសគល់ពីអរិយធម៌បុរាណរបស់ក្រិកវាមានន័យថាសមុទ្ររបស់ Atlas នៅក្នុងទេវកថា Atlas គឺជាយក្សមួយរូបដែលត្រូវបានព្រះ Zeus ដាក់ទោសឲ្យឈរទ្រាំមេឃនៅលើស្មារបស់គាត់ជារៀងរហូតអ្នកបុរាណបានចាត់ទុកមហាសមុទ្រនេះថាជាដែនទឹកដ៏ធំនៅក្បែរជើងមេឃដែល Atlas ទ្រទ្រង់4ទីតាំងដ៏ជ្រៅបំផុត Milwaukee Deep ទោះបីជាវាមិនជ្រៅដូច Mariana នៅ Pacific ប៉ុន្តែ Atlantic ក៏មានទីតាំងជ្រៅគួរឲ្យខ្លាចផងដែរចំណុចនោះគឺ Milwaukee Deep ដែលវាស្ថិតក្នុងលក្ខណៈឋាន Puerto Rico ជាមួយជម្រៅ 8,376 ម៉ែត្រវាជ្រៅស្ទើរតែស្មើនឹងកម្ពស់របស់ភ្នំ Everest ទៅហើយសម្ពាធទឹកនៅទីនោះគឺខ្លាំងមែនទែនរហូតដល់ពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលទៅក្នុងបាន5ជាម្ចាស់កំណត់ត្រាដែលមានជួរភ្នំវែងបំផុតនៅលើពិភពលោកមនុស្សភាគច្រើនគិតថាជួរភ្នំវែងបំផុតគឺស្ថិតនៅលើដីគោកប៉ុន្តែការពិតគឺវាស្ថិតនៅក្រោមទឹកនៃមហាសមុទ្រអាត្លង់តិកនោះទេ Mid Atlantic Red ជួរភ្នំពាក់កណ្ដាលអាត្លង់តិកគឺជាជួរភ្នំក្រោមសមុទ្រដែលលាតសន្ធឹងពីជើងទៅត្បូងដោយកាត់ពាក់កណ្ដាលមហាសមុទ្រវាមានប្រវែង 16,000 គីឡូម៉ែត្រដែលវែងជាងជួរភ្នំណាទាំងអស់នៅលើដីគោក6ជាសមុទ្រដែលគ្មានឆ្នេរនេះគឺជាបាតុភូតធម្មជាតិដ៏អស្ចារ្យមួយនៅក្នុងមហាសមុទ្រអាត្លង់តិកមានតំបន់មួយហៅថា Sargasso លក្ខណៈពិសេសរបស់វាគឺมันមានឆ្នេរជាប់ដីគោកឡើយព្រំដែនរបស់វាត្រូវបានបង្កើតឡើងដោយចរន្តទឹកសមុទ្រដែលហូរវិលជុំវិញហាក់បីដូចជាជញ្ជាំងទឹកដែលឃុំឃាំងតំបន់នេះទុកផ្ទៃទឹកទាំងអស់នោះពោពេញទៅដោយសារ៉ាយសមុទ្រពណ៌ត្នោតម្យ៉ាងហៅឈ្មោះថា Sargasso 7ទីបញ្ចុះសពរបស់កប៉ាល់ Titanic មហាសមុទ្រអាត្លង់តិកភាគខាងជើងគឺជាទីតាំងនៃសោកនាដកម្មផ្លូវទឹកដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ 1912 កប៉ាល់ OMS Titanic ដែលត្រូវបានគេប្រសិទ្ធនាមថាកប៉ាល់ដែលមិនអាចលិចបានបុកនឹងផ្ទាំងទឹកកកការលិចនេះបានឆក់យកជីវិតមនុស្សជាង 1,500 នាក់និងបានបន្តទុកសាកសពកប៉ាល់នៅបាតសមុទ្ររហូតមកដល់សព្វថ្ងៃដែលជាការរំលឹកដល់ពិភពលោកអំពីភាពគ្រោះថ្នាក់នៃធម្មជាតិនៅក្នុងមហាសមុទ្រនេះតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះមហាសមុទ្រដ៏ធំធេងមួយនេះ comment ខាងក្រោមវីដេអូនេះកុំភ្លេច follow អ្នកមួយផងណា